នៅក្នុងភូមិតូចមួយនៅក្នុងជនបទមានគ្រួសារមួយដែលមានកូនពីរនាក់គឺប្អូនស្រីឈ្មោះសុភាឯបងប្រុសឈ្មោះវិចិត្រសុភាមានអាយុ12ឆ្នាំឯវិចិត្រមានអាយុ15ឆ្នាំពួកគេរស់នៅជាមួយឪពុកម្ដាយរបស់ពួកគេដែលពួកគាត់គឺជាកសិករហើយធ្វើការយ៉ាងលំបាកដើម្បីចិញ្ចឹមគ្រួសារសុភាជាក្មេងស្រីឆ្លាតមានចំណាប់អារម្មណ៍លើការសិក្សានិងចូលចិត្តអានសៀវភៅនាងតែងតែទទួលបានពិន្ទុល្អនៅសាលារៀននិងទទួលបានការកោតសរសើរពីគ្រូរបស់នាងចំណែកឯវិចិត្រវិញគឺជាកូនសិស្សដែលមានទេពកោសល្យខាងសិល្បៈគាត់ចូលចិត្តគូររូបនិងច្នៃសិល្បៈពីវត្ថុផ្សេងៗមានរូបគំនូររបស់គាត់តែងតែត្រូវបានបង្ហាញនៅសាលារៀននិងនៅក្នុងភូមិមានថ្ងៃមួយលោកគ្រូបានប្រកាសថាសាលារៀននឹងរៀបចំការប្រកួតសិល្បៈថ្នាក់ជាតិហើយសិស្សល្អបំផុតម្នាក់នឹងត្រូវបានជ្រើសរើសឲ្យទៅចូលរួមនេះជាឱកាសដ៏ល្អមួយព្រោះអ្នកឈ្នះនឹងទទួលបានអាហារូបករណ៍ទៅសិក្សានៅភ្នំពេញហើយវិចិត្របានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនេះគាត់ចំណាយពេលរាប់ម៉ោងនៅក្នុងការគូររូបនិងបង្កើតស្នាដៃដ៏អស្ចារ្យមួយឪពុកម្ដាយរបស់គាត់បានជួយលើកទឹកចិត្តនិងអបអរសាទរចំពោះការខិតខំរបស់គាត់ហើយសុភាចាប់ផ្ដើមមានអារម្មណ៍មិនសប្បាយចិត្តនាងចាប់ផ្ដើមច្រណែនដែលបងប្រុសរបស់នាងទទួលបានការយកចិត្តទុកដាក់ច្រើនពីឪពុកម្ដាយនិងគ្រូបង្រៀននាងចាប់ផ្ដើមមើលងាយស្នាដៃរបស់វិចិត្រនិងនិយាយថាការគូររូបមិនសំខាន់ដោយការសិក្សាទេហើយសុភានាងបាននិយាយដោយកំហឹងថាហេតុអ្វីបានជាគ្រប់គ្នាតែងតែសរសើរបងការគូររូបមិនអាចជួយឲ្យយើងមានអនាគតល្អទេខ្ញុំជាអ្នកឆ្លាតជាងនិងខិតខំរៀនជាងនៅក្នុងថ្ងៃមួយនៅពេលដែលវិចិត្រចេញទៅលេងជាមួយមិត្តភ័ក្តិសុភាបានចូលទៅក្នុងបន្ទប់របស់បងប្រុសនាងហើយបានឃើញគំនូរដែលគាត់ត្រៀមសម្រាប់ការប្រកួតដោយសារតែការឈ្នានីសនិងមានកំហឹងនាងបានយកទឹកចាក់ទៅលើគំនូរនោះធ្វើឲ្យវាខូចខាតនៅពេលដែលវិចិត្រត្រឡប់មកផ្ទះវិញគាត់បានឃើញគំនូររបស់គាត់ត្រូវបានបំផ្លាញបែបនេះគាត់បានយំយ៉ាងខ្លាំងព្រោះគាត់បានចំណាយពេលជាច្រើនសប្តាហ៍ដើម្បីធ្វើវាហើយការប្រកួតនឹងចាប់ផ្ដើមក្នុងរយៈពេល2ថ្ងៃទៀតឪពុកម្ដាយរបស់ពួកគេបានសួរអំពីអ្វីដែលបានកើតឡើងហើយសុភាបានសារភាពថានាងជាអ្នកធ្វើឲ្យគំនូរនោះខូចនាងបាននិយាយថានាងមានអារម្មណ៍ច្រណែននិងមិនចង់ឲ្យបងប្រុសរបស់នាងទទួលបានជោគជ័យឪពុកម្ដាយរបស់ពួកគេមានការខកចិត្តយ៉ាងខ្លាំងឯឪពុករបស់ពួកគេក៏បាននិយាយថាកូនសម្លាញ់គ្រួសាររបស់យើងមិនមានអ្វីច្រើនទេតែយើងមានស្នេហាចំពោះគ្នាទៅវិញទៅមកការច្រណែននិងការស្អប់ខ្ពើមបងប្អូនរបស់ខ្លួនគឺជាអំពើដ៏អាក្រក់បំផុតពេលកូនធំឡើងកូននឹងត្រូវការបងប្អូនរបស់កូនជាខ្លាំងហើយពួកគេនេះហើយគឺជាមនុស្សតែម្នាក់គត់ដែលនឹងនៅជាមួយកូននិងយល់ពីកូនអស់មួយជីវិតចំណែកឯម្ដាយរបស់ពួកគេគាត់ក៏បានបន្ថែមថាជោគជ័យរបស់បងប្រុសរបស់កូនមិនមែនមានន័យថាកូនបរាជ័យនោះទេកូនម្នាក់មានទេពកោសល្យនិងចំណុចខ្លាំងផ្សេងគ្នាយើងស្រឡាញ់កូនទាំងពីរស្មើគ្នាកូនគួរតែរីករាយនឹងជោគជ័យរបស់បងប្រុសរបស់កូនជាជាងការច្រណែនគាត់បែបនេះចំណែកឯសុភានាងមានអារម្មណ៍ក្តៅក្រហាយជាខ្លាំងនាងបានទៅរកវិចិត្រនិងសុំទោស
ចំពោះអ្វីដែលនាងបានធ្វើហើយវិចិត្រក៏បានអត់ទោសឲ្យនាងទោះបីជាគាត់នៅតែវិបាកចិត្តក៏ដោយសុភាបានសម្រេចចិត្តថានាងត្រូវជួយបងប្រុសរបស់នាងបានស្នើសុំឲ្យពួកគេធ្វើការជាមួយគ្នានាងបានជួយវិចិត្រនៅក្នុងការបង្កើតគំនូរថ្មីមួយដោយនាងជួយស្រាវជ្រាវរកព័ត៌មាននិងផ្ដល់យោបល់ហើយពួកគេបានធ្វើការជាមួយគ្នាពេញមួយយប់នៅថ្ងៃប្រកួតវិចិត្របានបង្ហាញនៅគំនូរថ្មីរបស់គាត់ដែលមានការចូលរួមពីសុភាគំនូរនោះមានភាពស្រស់ស្អាតនិងពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅចំណែកឯគ្រូនិងសិស្សទាំងអស់បានសរសើរចំពោះស្នាដៃរបស់គាត់ហើយជាលទ្ធផលវិចិត្រក៏ត្រូវបានជ្រើសរើសឲ្យតំណាងសាលារៀនទៅប្រកួតថ្នាក់ជាតិនៅពេលដែលគាត់ទទួលបានពានរង្វាន់គាត់បានហៅសុភាឲ្យឡើងឈរជាមួយគាត់ហើយគាត់និយាយថានេះមិនមែនជាជោគជ័យរបស់ខ្ញុំតែម្នាក់ឯងទេតែវាជាស្នាដៃរួមរបស់យើងទាំងពីរនាក់ខ្ញុំសូមអរគុណប្អូនស្រីរបស់ខ្ញុំដែលបានជួយនិងគាំទ្រខ្ញុំឯសុភាមានអារម្មណ៍រំភើបជាខ្លាំងនិងមានមោទនភាពចំពោះបងប្រុសរបស់នាងហើយសុភានាងក៏បានរៀនមេរៀនមួយដ៏សំខាន់ថាពេលយើងជួយគ្នាទៅវិញទៅមកជាជាងការច្រណែននិងប្រកួតប្រជែងគ្នាយើងទាំងអស់គ្នាអាចទទួលបានជោគជ័យជាមួយគ្នាហើយចាប់ពីថ្ងៃនោះមកសុភានិងវិចិត្របានក្លាយជាបងប្អូនដែលមានទំនាក់ទំនងល្អបំផុតពួកគេតែងតែជួយគ្នាទៅវិញទៅមកនិងគាំទ្រគ្នាក្នុងការសម្រេចក្តីស្រមៃរបស់ពួកគេឯឪពុកម្ដាយរបស់ពួកគេក៏មានមោទនភាពជាខ្លាំងចំពោះកូនទាំងពីររបស់ពួកគាត់ដូច្នេះកូនទាំងអស់គ្នាសូមចងចាំថាកុំច្រណែនឬស្អប់ឈ្នានីសបងប្អូនខ្លួនឯងព្រោះពួកគេគឺជាអ្នកដែលនឹងនៅជាមួយអ្នកនិងជួយអ្នកអស់មួយជីវិតជោគជ័យរបស់បងប្អូនអ្នកក៏ជាជោគជ័យរបស់អ្នកដែរ